មានមនុស្សជាច្រើនសួរថាបើនៅលើបាតដៃមានស្នាមដែលមើលទៅដូចជាផ្កាឈូកតើវាមានអត្ថន័យដូចម្តេចតើវាជាសំណាងពិតមែនឬទេតើមនុស្សដែលមានសញ្ញានេះខុសពីមនុស្សទូទៅយ៉ាងដូចម្តេចខ្លះហើយហេតុអ្វីបានជានៅក្នុងផ្លូវព្រះធម៌នៃព្រះពុទ្ធសាសនាជឿថាវាមានទំនាក់ទំនងជាមួយនឹងបុណ្យនិងកម្មពៀពីអតីតជាតិថ្ងៃនេះផងដែរខ្ញុំចង់នាំអ្នកទាំងអស់គ្នាមកស្គាល់សញ្ញាមួយនៅលើបាតដៃដែលមនុស្សជាច្រើនតែងតែចាប់អារម្មណ៍ហើយគេចាត់ទុកថាវាជាសញ្ញាដ៏កម្រមួយនិងមានអត្ថន័យជ្រាលជ្រៅខ្លាំងមែនទែនសញ្ញានោះគឺជាសញ្ញាផ្កាឈូកនៅលើបាតដៃផ្កាឈូកគឺជាផ្កាដែលតែងតែត្រូវបានគេលើកឡើងនៅក្នុងព្រះពុទ្ធសាសនានិងវប្បធម៌បូព៌ាជាច្រើនវាមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែវាតំណាងឲ្យភាពបរិសុទ្ធការអត់ធ្មត់និងការរីកចម្រើននៅក្នុងផ្លូវចិត្តផងដែរអ្វីដែលធ្វើឲ្យផ្កាឈូកមានន័យកាន់តែជ្រាលជ្រៅគឺវាមិនដុះនៅលើកន្លែងដែលស្អាតតាំងពីដំបូងឡើយវាដុះចេញពីភក់ពីទឹកដែលមិនស្អាតប៉ុន្តែពេលដែលវារីកវាបែរជាមានភាពស្រស់ស្អាតទៅវិញហើយមិនជាប់ភក់នៅលើផ្ការបស់វាទេចាស់ព្រះធេចាបានយកលក្ខណៈនេះមកប្រៀបធៀបនឹងមនុស្សយើងគេជឿថាមនុស្សខ្លះកើតមកនៅក្នុងគ្រួសារដែលមិនសូវមានទ្រព្យសម្បត្តិប៉ុន្មានទេអ្នកខ្លះត្រូវប្រឈមមុខនឹងការលំបាកតាំងពីនៅតូចអ្នកខ្លះត្រូវខិតខំជាងអ្នកដទៃ2ទៅ3ដងទើបអាចយកឈ្នះនិងទទួលបានអ្វីដែលខ្លួនឯងប្រាថ្នាប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយមនុស្សប្រភេទនេះមិនបោះបង់ខ្លួនឯងទេពួកគេរៀនពីការលំបាករៀនពីការឈឺចាប់ហើយនៅទីបំផុតក្លាយជាមនុស្សដែលមានចិត្តរឹងមាំនិងយល់ពីចិត្តអ្នកដទៃទៅវិញហេតុនេះហើយទើបបុព្វបុរសយើងយកផ្កាឈូកធ្វើជានិមិត្តរូបនៃមនុស្សដែលមានបុណ្យនិងមានការអភិវឌ្ឍនៅក្នុងខ្លួនតែបើសួរថាតើមនុស្សដែលមានសញ្ញាផ្កាឈូកនៅលើបាតដៃសុទ្ធតែជាអ្នកមានសំណាងដែរឬទេចម្លើយនោះគឺតាមជំនឿមិនមែនទាំងស្រុងទេចាស់បាននិយាយថាមនុស្សដែលមានសញ្ញានេះមិនមែនជាមនុស្សដែលមិនធ្លាប់យំមិនធ្លាប់បរាជ័យឬក៏មិនធ្លាប់ខកចិត្តនោះទេផ្ទុយទៅវិញមនុស្សជាច្រើនដែលមានសញ្ញាផ្កាឈូកនៅលើបាតដៃនេះបែរជាធ្លាប់ឆ្លងកាត់នឹងការសាកល្បងធំនៅក្នុងជីវិតបើសួរថាហេតុអ្វីពីព្រោះតាមជំនឿបុណ្យនិងបាបមិនបានស្ថិតនៅជាមួយគ្នាទេបុណ្យគឺជាអំពើល្អដែលយើងបានសាងចំណែកឯបាបគឺជាលទ្ធផលនៃអំពើដែលយើងបានធ្វើមនុស្សម្នាក់អាចមានបុណ្យច្រើនក៏ប៉ុន្តែក៏នៅតែមានកម្មមួយចំនួននៅជាមួយដែលត្រូវរៀននិងត្រូវដោះស្រាយដូចគ្នាចាស់បានប្រៀបធៀបថាបុណ្យដូចជាចង្កៀងហើយកម្មគឺដូចជាផ្លូវងងឹតចង្កៀងមិនអាចធ្វើឲ្យផ្លូវងងឹតបានទេប៉ុន្តែវាអាចបំភ្លឺផ្លូវឲ្យយើងដើរឆ្លងកាត់ដោយសុវត្ថិភាពបានដូច្នេះហើយមនុស្សដែលមានសញ្ញាផ្កាឈូកមិនមែនមានន័យថានឹងមិនដែលជួបទុក្ខលំបាកនោះទេប៉ុន្តែមានន័យថាពេលជួបទុក្ខពួកគេតែងតែមានកម្លាំងចិត្តនិងតែងតែមានឱកាសនៅការឆ្លងកាត់រឿងនោះជានិច្ចអ្នកប្រហែលជាធ្លាប់ឃើញមនុស្សប្រភេទនេះនៅជុំវិញខ្លួនហើយមែនអត់គ្រប់ពេលដែលជីវិតរបស់ពួកយើងលំបាកដល់ផ្លូវទាល់តែងតែមានមនុស្សចូលមកជួយពេលដែលខ្វះការងារស្រាប់តែមានឱកាសថ្មីចូលមកពេលមានបញ្ហាហិរញ្ញវត្ថុស្រាប់តែរកផ្លូវដោះស្រាយបាននេះហើយគឺជាផលបុណ្យដែលបានសន្សំមកជាយូរប៉ុន្តែបុណ្យនោះមិនបានកើតឡើងដោយចៃដន្យនោះទេណាគេជឿថាវាកើតឡើងដោយសារតែការសាងអំពើល្អជាច្រើនជាតិរបស់យើងមិនមែនតែមួយជាតិទេមិនមែនតែការធ្វើបុណ្យតែម្ដងឬក៏ពីរដងឡើយប៉ុន្តែជាការសាងល្អជាបន្តបន្ទាប់រហូតដល់ខ្លាយទៅជាធម៌ពលដែលនៅបន្តអមដំណើរប្រលឹងរបស់យើងទោះបីយើងចាត់ជាតិទៅកន្លែងណាទោះបីយើងចាត់ជាតិជាអ្វីក៏នៅតែអំពើល្អមួយនោះនៅតែតាមយើងជានិច្ចវាហាក់ដូចជាអ្នកដែលមានសញ្ញាផ្កាឈូកនៅបាតដៃហ្នឹងពេលដែលចាប់ជាតិមកគឺតែងតែឆ្លងកាត់ការពិសោធន៍ជាច្រើនឆ្លងកាត់នៅមេរៀនជីវិតធំដើម្បីរៀនពីការមេត្តាការលះបង់ការអត់ធ្មត់ហើយនិងការរស់នៅដោយប្រាជ្ញាអញ្ចឹងហើយគ្រប់គ្នាដែលមានសញ្ញាការឈូកនៅលើបាតដៃហ្នឹងមិនមែនបានន័យថាពួកគេនឹងខ្លាចទៅជាអ្នកមានឬក៏អាចនឹងមានលុយភ្លាមនោះទេប៉ុន្តែផ្ទុយទៅវិញគឺជាប្រភេទមនុស្សដែលជាមនុស្សពូកែសន្សំបុណ្យយ៉ាងយូរហើយនៅក្នុងជាតិនេះផងដែរក៏នៅតែមានកូនចិត្តនៅក្នុងការធ្វើអំពើល្អដើម្បីបន្តបុណ្យនោះឲ្យរីកចម្រើនបន្តទៅមុខទៀត
តាមជំនឿមានការនិយាយថានៅក្នុងអតីតជាតិមួយមនុស្សដែលមានសញ្ញាផ្កាឈូកប្រហែលជាធ្លាប់ជាមនុស្សដែលមិនធ្លាប់បណ្ដាលឲ្យអ្នកដទៃអត់ឃ្លានមិនធ្លាប់ឲ្យអ្នកដទៃពិបាកមិនបណ្ដាលឲ្យអ្នកដទៃអត់ឃ្លាននៅពេលដែលខ្លួនមានអាហារបើមានអង្ករមួយចានក៏ចែករំលែកបើមានទឹកមួយកែវក៏មិនបដិសេធហើយបើមានសម្លៀកបំពាក់ច្រើនជាងតម្រូវការក៏តែងតែធ្វើជាអ្នកចែករំលែកឲ្យទៅអ្នកដែលគ្មានអ្វីសោះអំពើល្អបែបនេះមើលទៅដូចជារឿងតូចប៉ុន្តែធ្វើចេញមកដោយចិត្តស្មោះនិងធ្វើជាប្រចាំវាคล้ายទៅជាបុណ្យដ៏ធំមួយបន្ទាប់មកនៅក្នុងមួយជាតិទៀតគេជឿថាមនុស្សប្រភេទនេះអាចនឹងធ្លាប់ជាអ្នកដែលគាំទ្រព្រះពុទ្ធសាសនាអ្នកខ្លះអាចធ្លាប់ជួយកសាងវត្តអ្នកខ្លះទៀតអាចធ្លាប់ជួយជួសជុលព្រះវិហារអ្នកខ្លះទៀតក៏អាចធ្លាប់បោះពុម្ពព្រះធម៌ចែកចាយសៀវភៅធម៌ឬក៏ជួយមនុស្សផ្សេងទៀតបានស្គាល់ការធ្វើអំពើល្អវាមិនមែនបានន័យថាត្រូវតែមានទ្រព្យសម្បត្តិច្រើនទើបអាចសាងបុណ្យសាងកុសលបាននោះទេអ្នកខ្លះការលើកទឹកចិត្តមនុស្សម្នាក់ដែលកំពុងតែអស់សង្ឃឹមក៏អាចធ្វើជាបុណ្យដ៏ធំមួយដែរការអភ័យទោសមនុស្សម្នាក់ដែលបានធ្វើខុសក៏អាចធ្វើជាបុណ្យដែរការនិយាយពាក្យល្អមួយម៉ាត់ដែលធ្វើឲ្យមនុស្សម្នាក់មានកម្លាំងចិត្តរស់បន្តទៅមុខទៀតក៏អាចធ្វើជាបុណ្យបានដូចគ្នាដោយសារតែបែបនេះហើយទើបអ្នកមានបុណ្យតែងតែនិយាយថាបុណ្យមិនត្រូវបានវាវាស់ដោយចំនួនទ្រព្យសម្បត្តិនោះទេប៉ុន្តែត្រូវបានវាវាស់បានដោយចិត្តប៉ុន្តែនៅក្នុងជំនឿដដែលនេះក៏មានការលើកឡើងអំពីបាបកម្មផងដែរដែលមនុស្សប្រភេទនេះត្រូវបានរៀនដូចគ្នាកម្មទី1គឺកម្មនៃការទុកចិត្តមនុស្សងាយពេកដោយសារតែអ្នកមានសញ្ញាផ្កាឈូកលើបាតដៃចូលចិត្តធ្វើបុណ្យនិងតែងតែសន្សំបុណ្យតាំងពីអតីតជាតិមកហើយតែងតែត្រូវបានអ្នកដទៃកេងប្រវ័ញ្ចអ្នកដែលមានសញ្ញាផ្កាឈូកភាគច្រើនជាមនុស្សដែលជឿលើភាពល្អរបស់អ្នកដទៃពួកគេមិនចូលចិត្តសង្ស័យមនុស្សមិនចូលចិត្តគិតអាក្រក់ចំពោះអ្នកណាគេមុនឡើយប៉ុន្តែដោយសារតែចិត្តល្អចិត្តស្អាតបែបនេះហើយជីវិតរបស់ពួកគេអាចនឹងជួបមនុស្សដែលចូលមកដើម្បីការសាកល្បងអ្នកខ្លះមកស្និទ្ធស្នាលដើម្បីទទួលបានផលប្រយោជន៍អ្នកខ្លះទៀតមកសុំជំនួយតែពេលដែលខ្លួនបានអ្វីដែលខ្លួនចង់បានហើយក៏ដើរចេញដោយមិនបានងាកក្រោយទាល់តែសោះអ្នកខ្លះទៀតសន្យាប៉ុន្តែមិនដែលបានធ្វើតាមពាក្យសន្យាពេលជួបរឿងបែបនេះហើយមនុស្សដែលមានសញ្ញាផ្កាឈូកនៅលើបាតដៃតែងតែឈឺចាប់ជាងអ្នកដទៃព្រោះពួកគេជាមនុស្សដែលទុកចិត្តអ្នកដទៃដោយស្មោះសរអ្នកបុរាណបានណែនាំថានេះមិនមែនបានន័យថាត្រូវបិទបេះដូងឬក៏ឈប់ជឿលើអ្នកដទៃប៉ុណ្ណោះទេប៉ុន្តែគឺត្រូវរៀនពីការអភ័យទោសការមេត្តាខុសពីការជឿគេគ្រប់យ៉ាងការដែលយើងជួយអ្នកដទៃគឺវាល្អហើយប៉ុន្តែត្រូវមានប្រាជ្ញានៅក្នុងការជ្រើសរើសថាគួរជួយអ្នកណានិងជួយនៅក្នុងរបៀបមួយណាមេរៀនមួយទៀតដែលអ្នកបុរាណតែងតែនិយាយថាគឺជាមេរៀនអំពីការអត់ធ្មត់មនុស្សដែលមានសញ្ញាផ្កាឈូកច្រើនមិនទទួលបានជោគជ័យដោយឆាប់រហ័សនោះទេពេលខ្លះពួកគេខិតខំធ្វើការអស់រយៈពេលជាច្រើនឆ្នាំមុននឹងមានមនុស្សមើលឃើញសមត្ថភាពពេលខ្លះពួកគេធ្វើល្អជាច្រើនឆ្នាំមុននឹងទទួលបានការគោរពគេជឿថានេះហើយគឺជាការវឹកហាត់ឲ្យប្រឡឹងចាស់អត់ធ្មត់មិនប្រញាប់នឹងលោភលន់មិនបោះបង់ពេលដែលជួបឧបសគ្គគេនិយាយថាផ្កាឈូកមិនអាចរីកនៅក្នុងមួយយប់បានទេវាត្រូវការពេលវេលាមនុស្សដែលមានសញ្ញាផ្កាឈូកក៏ដូចគ្នាដែរជីវិតរបស់ពួកគេប្រហែលជាមិនលេចធ្លោនៅក្នុងវ័យក្មេងប៉ុន្តែបើសិនជាពួកគេមិនបោះបង់ហើយនៅតែរក្សាចិត្តល្អនិងការខិតខំធ្វើអំពើល្អបន្តទៅមុខទៀតតាមជំនឿអាយុកាន់តែច្រើនជីវិតក៏កាន់តែមានស្ថិរភាពនិងសេចក្តីសុខដូចគ្នាបើនិយាយអំពីរឿងស្នេហាវិញគេបានបកស្រាយថាមនុស្សដែលមានសញ្ញាផ្កាឈូកនៅលើបាតដៃភាគច្រើនជាមនុស្សដែលស្មោះស្ម័គ្រពួកគាត់មិនសូវចេះបង្ហាញពីផ្អែមល្ហែមនោះទេប៉ុន្តែពួកគាត់បង្ហាញពីក្តីស្រឡាញ់តាមរយៈទង្វើពេលដែលស្រឡាញ់អ្នកណាម្នាក់ពួកគាត់តែងតែចង់ឲ្យមនុស្សម្នាក់នោះរស់នៅបានល្អមានសេចក្តីសុខនិងមានអនាគតល្អដោយសារតែមានចិត្តស្មោះសរបែបនេះហើយពេលខ្លះពួកគាត់ក៏ងាយនឹងរងរបួសក្នុងផ្លូវចិត្តដែរអ្នកខ្លះគេជឿថាវាអាចជាមេរៀនមួយដែលប្រឡឹងត្រូវរៀនហើយមេរៀននោះគឺការរៀនបែងចែករវាងការស្រឡាញ់និងការលះបង់ខ្លួនទាំងស្រុងមនុស្សជាច្រើនគិតថាបើស្រឡាញ់នរណាម្នាក់ហើយត្រូវផ្ដល់គ្រប់យ៉ាងប៉ុន្តែមេរៀននោះបានបង្រៀនថាការស្រឡាញ់ពិតប្រាកដមិនគួរធ្វើឲ្យយើងបាត់បង់នូវតម្លៃរបស់ខ្លួនឯងឡើយបើការស្រឡាញ់ធ្វើឲ្យយើងត្រូវទ្រាំនឹងការមិនគោរពការបោកប្រាស់ឬការធ្វើបាបផ្លូវចិត្តជាបន្តបន្ទាប់នោះមិនមែនជាការស្រឡាញ់ដែលនាំមកនូវសេចក្តីសុខឡើយ
គេជឿថាមនុស្សដែលមានសញ្ញាផ្កាឈូកនៅលើបាតដៃត្រូវរៀនស្រឡាញ់ដោយប្រាជ្ញាត្រូវចេះឲ្យតែត្រូវចេះរក្សាខ្លួនឯងផងដែរចំណែកឯរឿងគ្រួសារមនុស្សប្រភេទនេះច្រើនតែមានទំនួលខុសត្រូវខ្ពស់ជាងគេជាងឯងតាំងពីវ័យក្មេងពួកគេអាចនឹងមានអារម្មណ៍ថាត្រូវជួយគ្រួសារត្រូវខិតខំដើម្បីគ្រួសារគិតគូរពីឪពុកម្ដាយបងប្អូនឬអ្នកដែលនៅក្នុងគ្រួសារបន្ទុកគ្រួសារឬក៏មនុស្សដែលខ្លួនស្រឡាញ់អ្នកខ្លះមិនទាន់មានអាយុច្រើនផងក៏ចាប់ផ្ដើមគិតពីការងារការរកប្រាក់រកលុយដើម្បីជីវភាពនិងជួយគ្រួសាររួចទៅហើយគេមើលឃើញថានេះគឺជាលក្ខណៈរបស់មនុស្សដែលមានចិត្តទូលាយប៉ុន្តែពួកគេក៏បានរំលឹកផងដែរថាការទទួលខុសត្រូវគឺជារឿងល្អប៉ុន្តែមិនគួរធ្វើរហូតដល់ភ្លេចសុខភាពនិងសុភមង្គលរបស់ខ្លួនឯងទេចំពោះរឿងការងារអ្នកដែលមានសញ្ញាផ្កាឈូកនៅលើបាតដៃមិនសូវជាចូលចិត្តការបោកប្រាស់ឬក៏ការរកប្រាក់ដោយមិនស្មោះត្រង់នោះទេពួកគេចូលចិត្តធ្វើអ្វីដែលមានប្រយោជន៍ពួកគេមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលមានការងាររបស់ខ្លួនហើយអាចជួយអ្នកដទៃបានដោយសារតែហេតុនេះហើយមនុស្សប្រភេទនេះតាមជំនឿតែងសមនឹងការងារដែលតាក់ទងនឹងការបង្រៀនការព្យាបាលការផ្ដល់ដំបូន្មានការសរសេរការផ្សព្វផ្សាយចំណេះដឹងឬការងារណាដែលធ្វើឲ្យអ្នកដទៃទទួលបានអត្ថប្រយោជន៍មិនមែនមានន័យថាពួកគេមិនអាចធ្វើជាអ្នកជំនួញឬក៏ដឹកនាំបានទេប៉ុន្តែគេជឿថាបើសិនជាការងាររបស់ពួកគេមានការជួយសង្គមឬផ្ដល់តម្លៃឲ្យអ្នកដទៃផងនោះជីវិតនឹងកាន់តែរីកចម្រើនទ្វេដងទៅមុខទៀតចំពោះរឿងលុយកាក់អ្នកមានសញ្ញាផ្កាឈូកមិនមែននឹងខ្លាចជាអ្នកមានភ្លាមនោះទេគេជឿថាមនុស្សដែលមានសញ្ញានេះភាគច្រើនរកបានដោយកម្លាំងញើសឈាមរបស់ខ្លួនឯងពេលរកបានក៏ចេះចែករំលែកពេលឃើញអ្នកណាលំបាកក៏ងាយជួយគេដោយសារតែចិត្តទូលាយល្អបែបនេះហើយអ្នកខ្លះក៏អាចសន្សំបានយឺតជាងអ្នកដទៃផងដែរប៉ុន្តែគេណែនាំថាការធ្វើបុណ្យនិងការគ្រប់គ្រងហិរញ្ញវត្ថុគួរតែដើរទៅជាមួយគ្នាការជួយអ្នកដទៃគឺជារឿងល្អប៉ុន្តែក៏គួរទុកសម្រាប់អនាគតរបស់ខ្លួនឯងនិងគ្រួសារដែរអ្នកដែលមានសញ្ញាផ្កាឈូកតែងតែមានអ្នកជួយលេចឡើងនៅពេលដែលជីវិតដើរផ្លូវទាល់ជានិច្ចអ្នកជួយនោះមិនចាំបាច់ជាអ្នកមានឬក៏ជាមនុស្សសំខាន់នោះទេពេលខ្លះអាចជាគ្រូម្នាក់ដែលអាចផ្ដល់ដំបូន្មានបានត្រឹមត្រូវអ្នកខ្លះអាចជាមិត្តភក្តិដែលជួយនៅពេលដែលគ្មាននរណាម្នាក់នៅជិតសោះពេលខ្លះអាចជាមនុស្សចម្លែកដែលជួយដោយមិនបាច់ចាំស្គាល់គ្នាពីមុនមកក៏ថាបានដែរនេះហើយគឺជាលទ្ធផលនៃអំពើល្អដែលអ្នកធ្លាប់បានធ្វើមិនមែនមានន័យថាអ្នកនឹងមិនជួបបញ្ហានោះទេណាប៉ុន្តែមានន័យថានៅពេលដែលអ្នកធ្វើអំពើល្អដែលជាស្មោះត្រង់ពេលណាមួយអំពើល្អនោះនឹងត្រឡប់មកជួយអ្នកវិញតាមរបៀបដែលអ្នកនឹកស្មានមិនដល់ដូច្នេះហើយកុំមើលស្រាលអំពើល្អតូចៗរបស់ខ្លួនឯងការញញឹមដាក់អ្នកដទៃការនិយាយពាក្យល្អការជួយដោយមិនបាច់រំពឹងនៅអ្វីតបស្នងមកវិញអ្វីទាំងនេះហើយគឺអាចคล้ายទៅជាគ្រាប់ពូជនៃសំណាងនៅថ្ងៃអនាគតហើយនេះហើយគឺជាហេតុផលដែលតែងតែប្រៀបធៀបជាមួយនឹងអ្នកដែលមានសញ្ញាផ្កាឈូកនៅលើបាតដៃទៅនឹងផ្កាឈូកដែលរីកយឺតប៉ុន្តែរីកបានយូរនិងមានភាពស្រស់ស្អាតមិនងាយនឹងរសាត់មនុស្សជាច្រើនចំណាយពេលស្វែងរកថាខ្លួនមានសញ្ញាល្អឬក៏សញ្ញាមិនល្អនៅលើបាតដៃមួយនេះប៉ុន្តែបែរជាភ្លេចថាអ្វីដែលសំខាន់ជាងសញ្ញាទាំងអស់នេះគឺការរស់នៅក្នុងបច្ចុប្បន្នបើទោះបីជាអ្នកមានសញ្ញាផ្កាឈូកនៅលើបាតដៃនេះក៏ដោយបើអ្នកប្រើជីវិតដោយការកុហកបោកប្រាស់ធ្វើបាបអ្នកដទៃឬក៏គិតតែប្រយោជន៍ផ្ទាល់ខ្លួននោះតាមជំនឿបុរាណបុណ្យដែលបានធ្លាប់សន្សំកន្លងមកក៏អាចឲ្យថយចុះកម្លាំងទៅតាមការប្រព្រឹត្តរបស់យើងបានដូចគ្នាដែរផ្ទុយទៅវិញមនុស្សម្នាក់ដែលមិនមានសញ្ញាផ្កាឈូកនៅលើបាតដៃប៉ុន្តែខិតខំធ្វើអំពើល្អមានមេត្តាស្មោះត្រង់និងជួយអ្នកដទៃដោយចិត្តបរិសុទ្ធស្មោះសរគេជឿថាមនុស្សទាំងនោះក៏អាចសាងបុណ្យបានថ្មីដែលនឹងនាំមកនូវវាសនាល្អនៅថ្ងៃមុខបានដូចគ្នាហេតុនេះហើយទើបអ្នកបកស្រាយបាតដៃចាស់តែងតែនិយាយថាបាតដៃមិនមែនជាសភៅតែសរសេរមកឲ្យចាប់នោះទេបាតដៃគឺដូចជាផែនទីអញ្ចឹងវាអាចប្រាប់យើងអំពីទិសដៅខ្លះវាអាចប្រាប់យើងអំពីចំណុចខ្លាំងនិងមេរៀនដែលយើងត្រូវរៀនប៉ុន្តែវាមិនអាចដើរតួជំនួសយើងនិងឈរជើងជំនួសយើងឡើយអ្នកដែលបានសម្រេចថាជីវិតនឹងដើរទៅដល់ទីណាគឺជារូបយើងផ្ទាល់បើអ្នកទាំងអស់គ្នានៅតែបន្តសាងអំពើល្អភាពស្មោះត្រង់និងការងារមិនបោះបង់នៅពេលដែលយើងជួបទុក្ខលំបាកហើយនៅតែមានចិត្តមេត្តាធម៌ទោះបីជាខ្លួនឯងធ្លាប់ខកចិត្តយ៉ាងណាក៏ដោយ
តាមជំនឿបនថ្មីទាំងនោះនឹងคล้ายទៅជាពន្លឺដែលនាំផ្លូវនឹងជីវិតរបស់អ្នកទាំងអស់គ្នាដើរតទៅមុខយ៉ាងល្អអ្នកដែលមានសញ្ញាផ្កាឈូកនៅលើបាតដៃតែងតែមានអារម្មណ៍ថាខ្លួនឯងខុសពីអ្នកដទៃពួកគេមិនសូវចូលចិត្តការប្រកួតប្រជែងដោយអំណាចពួកគេមិនសូវសប្បាយចិត្តនៅពេលដែលធ្វើបាបអ្នកដទៃដើម្បីឲ្យខ្លួនឯងបានជោគជ័យពេលខ្លះពួកគេចូលចិត្តរស់នៅដោយភាពស្ងប់ស្ងាត់ចូលចិត្តធម្មជាតិចូលចិត្តអង្គុយគិតស្ដាប់ចិត្តខ្លួនឯងឬក៏ចូលចិត្តធ្វើអ្វីដែលមានន័យនៅក្នុងជីវិតខ្លួនឯងជាងការរត់តាមកិត្តិយសនិងការសរសើរពីអ្នកជុំវិញខ្លួនភាពស្ងប់ស្ងាត់មិនមែនជាភាពទន់ខ្សោយនោះទេមនុស្សដែលមានចិត្តស្ងប់ពេលខ្លះមានកម្លាំងខ្លាំងជាងមនុស្សដែលស្រែកខ្លាំងទៅទៀតពួកគេអាចអត់ធ្មត់បានយូរអាចចាប់ផ្ដើមជីវិតថ្មីបានទោះបីជាធ្លាប់បរាជ័យម្ដងហើយម្ដងទៀតអាចអភ័យទោសបានបើទោះបីជាធ្លាប់រងការឈឺចាប់ក៏ដោយហើយអាចបន្តធ្វើអំពើល្អបានតទៅមុខទៀតបើទោះបីជាពេលខ្លះមិនមាននរណាម្នាក់មើលឃើញក៏ដោយនេះហើយជាអ្វីដែលគេចាត់ទុកថាជាផ្កាឈូកពិតប្រាកដមិនមែនគ្រាន់តែជាសញ្ញានៅលើបាតដៃនោះទេប៉ុន្តែជាផ្កាឈូកដែលរីកនៅក្នុងចិត្តរបស់មនុស្សទាំងអស់គ្នាដែលមានសញ្ញាផ្កាឈូកនៅលើបាតដៃនេះឯងពីព្រោះបើនៅក្នុងចិត្តពោរពេញដោយភាពមេត្តាធម៌ការអត់ធ្មត់ការអភ័យទោសនិងការស្មោះត្រង់ទោះបីបាតដៃអ្នកមានសញ្ញាផ្កាឈូកឬមិនមានក៏ដោយជីវិតរបស់មនុស្សនឹងคล้ายទៅជាជីវិតដ៏មានតម្លៃនិងមានសេចក្តីសុខបានដូចគ្នានឹងបុណ្យបាបដែលយើងធ្វើគឺសរបញ្ចាំងនៅជីវភាពប្រចាំថ្ងៃដែលយើងកំពុងតែជួបរាល់ពាក្យសម្ដីដែលយើងតែងតែលើកទឹកចិត្តអ្នកដទៃរាល់ពាក្យល្អៗដែលយើងនិយាយរាល់ការជួយដែលយើងធ្វើដែលមិនបាច់រំពឹងការតបស្នងរាល់ការអត់ធ្មត់នៅពេលដែលយើងជួបបញ្ហានិងរាល់ការអភ័យទោសដែលធ្វើឲ្យចិត្តយើងស្រាលជាងមុនអំពើតូចតែនេះហើយដែលបន្តបង្កើតវាសនារបស់មនុស្សមិនថានៅក្នុងជាតិនេះក្តីឬតាមជំនឿគឺសម្រាប់ជាតិខាងមុខផងដែរបើអ្នកទាំងអស់គ្នាជឿលើបុណ្យនិងកម្មសូមគម្រោងចាំឲ្យវាសនាផ្លាស់ប្ដូរដោយខ្លួនឯងចាប់ផ្ដើមពីការផ្លាស់ប្ដូរនៅទង្វើនិងចិត្តរបស់អ្នកទាំងអស់គ្នានៅថ្ងៃនេះពីព្រោះការឈូតដ៏ស្រស់ស្អាតមិនដាច់រីកនៅក្នុងមួយថ្ងៃនោះទេវារីកបន្តិចម្ដងដោយការអត់ធ្មត់ឆ្លងកាត់ភក់ឆ្លងកាត់ភ្លៀងឆ្លងកាត់ពន្លឺថ្ងៃរហូតក្លាយទៅជាផ្កាដែលមានមនុស្សគ្រប់គ្នាកោតសរសើរហើយប្រហែលជាជីវិតរបស់យើងក៏ដូចគ្នាផងដែរសូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ផ្សាយចេញពី Channel តារាសាស្ត្រ Jupiter និងសម្រាប់ដែលនាងខ្ញុំនីណាសូមចូលរួមការ Like Share និង Comment ដើម្បីជាមតិទាំងអស់គ្នាផងណាអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់រហូតដល់ចប់សូមជម្រាបលាជូនពរឲ្យអ្នកអរគ្នាមានសំណាងពេញមួយជីវិត